ប្រាសាទតែមួយគាត់នៅតាមបណ្ដោយព្រំដែនប្រាសាទតាក្បីក្តីតំន់តូចតំន់ធំខ្នាតអីប្រាសាទទាំងអស់សៀមអាចប៉ះពាល់បានតែប្រាសាទមួយសៀមអត់ប៉ះពាល់ទេប៉ុន្តែនិយាយអញ្ចឹងពួកអាចោអត់យល់ទេវាថាសៀមបាញ់ដងសន្ទូចនៅប្រាសាទព្រះវិហាររឿងអីវាមិនហ៊ានប៉ះពាល់ពីព្រោះអាចោវាអត់ដែលរៀនពីអាចោវាអត់ពួកអាស៊ីជោវាអត់ដែលរៀនពីខួរក្បាលរបស់planer ថៃទេមិនបានជាប្រាសាទទាំងអស់តាមបណ្ដោយព្រំដែនហ្នឹងគឺសៀមវាអត់ប៉ះពាល់ប្រាសាទព្រះវិហារការដែលវាផ្លោងការវាកំទេចដងសន្ទូចការដ្ឋានវាអាចប៉ះពាល់តែអាហ្នឹងគេហៅថា collateral damage collateral damage ហ្នឹងថ្ងៃក្រោយវាជួសជុលបានហើយតែវាមិនប៉ះពាល់ប្រាសាទព្រះវិហារទេហ្នឹងគឺប្រាសាទព្រះវិហារជានិមិត្តរូបរបស់វាណាជានិមិត្តរូបរបស់វាជានិមិត្តរូបរបស់វាដែលនិមិត្តរូបនេះគឺតាំងពីយូរអង្វែងមកហើយវាមិនហើយប្រាសាទព្រះវិហារនេះទោះបីបានទៅលើដៃវាឬមិនបានទៅលើដៃវាមិនបំផ្លាញទេរីឯប្រាសាទតាក្បីប្រាសាទតំន់តូចធំប្រាសាទខ្នាជាប្រាសាទដែលគ្មានeconomic significance វាគ្មានមូលហេតុសេដ្ឋកិច្ចវាអាចប៉ះពាល់បានដោយមិនសូវយកចិត្តទុកដាក់ទេចុះហេតុដូចម្ដេចបានជាមានការវាយប្រហារគ្នាមិនចេះឈប់តាមប្រាសាទដទៃទៀតជាចំណុចឈ្នួនស្អីទៅចំណុចឈ្នួន is a sparking point បើវាអត់វាយគ្នាទេវាអត់មានឆេះសង្គ្រាមទេគេហៅថាចំណុចឈ្នួន sparking point ទេចប់មកខាងត្បូងមកដល់ម្ដុំយើងខាងប៉ោយប៉ែតម្ដុំប៉ោយប៉ែតសៀមទៅបាក់វាយមិនមែនដោយសារភូមិសាស្ត្រទេដោយសារជាទីប្រជុំជនដែលតាក់ទងនឹងការឆ្លងកាត់នៃជនជាតិវាដែលមិនដឹងថាមានប្រមាណទេនៅលើដីកម្ពុជាមិនមែនតំពន់នេះអាចធ្លាយដល់10000ហ្នឹងជាច្រកអញ្ចឹងប៉ោយប៉ែតហ្នឹងពីបាក់វាយមកខាងប៉ៃលិនមកខាងប៉ៃលិនដែលអត់ប៉ះពាល់អត់វាយសោះគឺប៉ៃលិននេះបើតាំងពីដើមតាំងពី50ឆ្នាំមុនអាម្ដុំប៉ៃលិនហ្នឹងវាជាតំបន់ដែលសប្តាហ៍ថ្ងៃមានទីប្រជុំជនធំជាងមុនច្រើនអងប៉ុន្តែនៅនឹងប៉ៃលិនតែវាអត់មាន military asset វាអត់មានបន្ទាយធំឬក៏ជាចំណុចនៃកងទ័ពដូចជាវាលយន្តហោះទាហានអីវាអត់មានទេវាមានទីប្រជុំជនប្រជាជនអញ្ចឹងវាមិនទាន់ត្រូវការទៅយាយីរឿងហ្នឹងទេហើយក៏វាអត់ត្រូវការ sparking point វាអត់ត្រូវការចំណុចសម្រាប់ឈ្នួនទេណាវាអត់ត្រូវការចំណុចឈ្នួនទេណាមួយទៅកុំភ្លេចទោះបីអាពីរអ្នកហ្នឹងវាឆ្លោះគ្នាអាពីរអ្នកនេះឆ្លោះគ្នាអាណាអាពីរអ្នកហ្នឹងគឺអាទានថៃហើយនឹងអាស៊ីត្រាវជាមួយអាទានថៃវាឆ្លោះគ្នាមែនប៉ុន្តែត្រូវចាំថាអាស៊ីត្រាវហើយអាទានថៃហ្នឹងវារកស៊ីជាមួយគ្នាពីដើមមកវាមានសម្ព័ន្ធភាពរកស៊ីជាមួយគ្នាហើយនៅពេលដែលវាចាប់ដាំបាត់ព្រំដែនហ្នឹងវាបាត់តែពលករបាត់តែតំណែងទិញដូរតូចតាចទេប៉ុន្តែអាសរសៃរកស៊ីជាមួយគ្នាហ្នឹងវានៅបើកវានៅបើកណាអញ្ចឹងអាស៊ីត្រាវហើយនឹងអាម៉ាតហ្នឹងវារកស៊ីជាមួយគ្នាវាមានចំណុចខ្លះនៅក្នុងពេលដែលវាកំពុងតែច្បាំងគ្នាអ្នកងាប់កូនអ្នកស្រុកងាប់ទាហានទេប៉ុន្តែអាស៊ីត្រាវហើយនឹងអាម៉ាតហ្នឹងវានៅមិនទាន់ដាច់ស្រេចគ្នាអញ្ចឹងដោយសារក្រុងប៉ៃលិនហ្នឹងវាអត់មាន military significance វាអត់មានចំណុចកងទ័ពវាអត់ទាន់វាយដល់អញ្ចឹងវាចោះមកត្បូងទៀតណាវាចាប់ដើមធ្វើទុកបុកម្នេញខេត្តពោធិ៍សាត់ពីដើមឡើយបើសិនជាយើងនិយាយពីខេត្តពោធិ៍សាត់វាមានចំណុចប្រវត្តិសាស្ត្រតែមួយទេណា